បាទសួស្តីទាំងអស់គ្នាវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី17ដល់ថ្ងៃទី18មេសាឆ្នាំ2025ថាតើទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងនឹងគឺក្នុងគោលបំណងអ្វីហើយថាតើនៅក្នុងដំណើរទស្សនកិច្ចពីថ្ងៃនេះយើងទទួលបានកិច្ចព្រមព្រៀងឬក៏ផលប្រយោជន៍បែបណាខ្លះរវាងប្រទេសទាំងពីរឥឡូវដើម្បីយល់នៅក្រុមសារលម្អិតតោះយើងទៅមើលទាំងអស់គ្នាព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី17ដល់18មេសាឆ្នាំ2025តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃព្រះរាជានៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី17ដល់18មេសាឆ្នាំ2025ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមស៊ីជីនពីងបានថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជានិងសម្ដេចមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរឯកឧត្តមបានជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៅបានជួបកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះមិនត្រឹមតែបានបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តឥតងាករាយចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសទាំងពីរដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីប្រកបទៅដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងបរិការនេះភាគីទាំងពីរបានសម្ដែងការបដិញ្ញាចិត្តក្នុងការធានានៅការអនុវត្តប្រកបទៅដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងពន្លឿនការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងមច្ឆានិងអង្គរកម្ពុជាសំទោសនឹងអង្គរចំពោះកិច្ចសហប្រតិបត្តិការនយោបាយភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំងនៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងនិងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រភាគីទាំងពីរបានបង្ហាញពីបំណងរួមក្នុងការលើកកម្ពស់នៃការផ្លាស់ប្តូរជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីររួមទាំងរវាងក្រសួងការបរទេសនិងក្រសួងការពារជាតិផងដែរភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្នក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួតនៃការពង្រីកកិច្ចសហប្រតិបត្តិការនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យភាគីទាំងពីរបានអះអាងជាថ្មីនឹងការគ្រប់គ្រងគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមកភាគីកម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយនិងចាត់ទុកថាតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិនកម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនដោយចាត់ទុកថាបញ្ហាស៊ីនជាងស៊ីចាងហុងកុងនិងតៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធភាគីចិនបានអះអាងជាថ្មីនឹងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនៅមីគីអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួននិងការពីអធិបតេយ្យភាពជាតិឯករាជ្យភាពបូរណភាពទឹកដីនិងគ្រប់គ្រងកម្ពុជាដល់ទូនាទីសកម្មនិងកាន់តែសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិភាគីទាំងពីរបដិញ្ញាចិត្តមិនអនុញ្ញាតឲ្យមានសកម្មភាពអរិយភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយប្រឆាំងទៅនឹងប្រទេសមួយទៀតឡើយចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ
ភាគីកម្ពុជាបានវិតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់ចិននិងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនចំពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យនិងប្រជាជាតិចិនដ៏រុងរឿងភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចនូវគោលដៅជាប្រទេសដែលមានចំនួនខ្ពស់នៅឆ្នាំ2050ភាគីទាំងពីរបានឯកភាពធ្វើឲ្យស៊ីជម្រៅនៅការពិស៊ីគ្នារវាងកំណត់ផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនិងយុទ្ធសាស្ត្របច្ចុប្បន្នដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀតភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីកសាងច្រវាក់ផ្គត់ផ្គង់និងឧស្សាហកម្មប្រកបទៅដោយសុវត្ថិភាពនិងស្ថិរភាពភាគីទាំងពីរក៏បានបដិញ្ញាចិត្តក្នុងការគ្រប់គ្រងដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មស្តង់ដារខ្ពស់ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំខាន់រួមមានប្រព័ន្ធដឹកជញ្ជូនបណ្ដាញថាមពលការខ្សែការអុបទិកឃ្លាំងស្តុកទំនិញនិងភស្តុភារកម្មភាគីចិនបញ្ជាក់សារជាថ្មីនូវការគ្រប់គ្រងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងប្រសេនុដើម្បីជំរុញការអភិវឌ្ឍខេត្តប្រសេនុនិងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពតោកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជាលើសពីនេះភាគីចិនក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funandecho ភាគីទាំងពីរបានបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកទៅលើច្បាប់បើកចំហតម្លាភាពបរិយាបន្ននិងគ្មានការរើសអើងខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជាសេរីភាវូបនីយកម្មការវិនិយោគនិងការសម្រុះសម្រួលភាគីទាំងពីរបានឯកភាពបន្តផ្ដល់ទូនាទីដល់កិច្ចប្រឹងប្រែងពាណិជ្ជកម្មសេរីកម្ពុជាចិននិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិននិងជំរុញយ៉ាងសកម្មឲ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន 3.0 ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខភាគីទាំងពីរបានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងបណ្ដាអាវុធនៃប្រទេសទាំងពីររក្សាការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិតនិងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរួមទាំងការហ្វឹកហ្វឺននិងសម្ពាធរួមដូចជាការសង្គ្រោះបន្ទាន់ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយនិងការកែលម្អផ្នែកសេវាវិទ្យាសាស្ត្រនិងភស្តុភារកម្មភាគីចិនបានកត់សរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបល្បីស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងបដិញ្ញាចិត្តក្នុងការពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងលែងឆ្លងដែនខុសច្បាប់ការជួញដូរគ្រឿងញៀននិងការរត់ពន្ធមនុស្សការក្លែងបន្លំចំពោះសន្តិសុខមនុស្សជាតិភាគីទាំងពីរបានទទួលស្គាល់ការគម្រាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុហើយបដិញ្ញាពង្រឹងការពីបរិស្ថានជំរុញកិច្ចសហប្រតិបត្តិការធម្មពលស្អាតរួមមានវិរិយអគ្គិសនីធម្មពលអគ្គិសនីធម្មពលប្រតិទិនធម្មពលខ្យល់កម្ពុជាបានវិតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិនការបណ្ដុះបណ្ដាលធនធានមនុស្សការផ្ដល់ឧបករណ៍ Smart Min ដើម្បីជួយកម្ពុជាឲ្យសម្រេចនូវគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមភាគីទាំងពីរបានឯកភាពលើការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅផ្នែកឱសថបុរាណការគ្រប់គ្រងវិទ្យាសាស្ត្រការបណ្ដុះបណ្ដាលបុគ្គលិកវិទ្យាសាស្ត្រការគ្រប់គ្រងជំងឺនិងវិស័យសុខាភិបាលផ្សេងៗរួមទាំងការគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់ចំពោះការផ្លាស់ប្ដូរប្រជាជននិងវប្បធម៌ភាគីចិនបានសន្យាផ្ដល់អាហារូបករណ៍បន្ថែមទៀតនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីបង្កើនការងារនិងលើកកម្ពស់សហគ្រិនភាពភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ2025ជាឆ្នាំទេសចរកម្ពុជាចិននិងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរហើយភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថីទេសចរលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង
ជំរុញកម្មវិធីអភិរក្សនិងស្ដារព្រះបរមរាជវាំងបុរាណនៅអង្គរក៏ដូចជាប្រាសាទព្រះវិហារនិងបេតិកភណ្ឌវប្បធម៌ដទៃទៀតលើសពីនេះភាគីទាំងពីរនឹងបង្កើតយន្តការដើម្បីសម្រុះសម្រួលដល់ការផ្លាស់ប្ដូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការយុវជននិងសហភាពសហព័ន្ធយុវជនកម្ពុជានៃប្រទេសទាំងពីរនឹងធ្វើឲ្យស៊ីជម្រៅនៅកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលនិងទីក្រុងសម្ព័ន្ធមិត្តភាពក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជាចិនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចលើបញ្ហាតំបន់និងសកលដែលជាការចាប់អារម្មណ៍និងកង្វល់រួមនិងបដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគីដើម្បីរួមគ្នារួមចំណែកដល់សន្តិភាពស្ថិរភាពនិងវិបុលភាពពិភពលោកភាគីកម្ពុជាបានអះអាងនៅការគ្រប់គ្រងចំពោះគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល GTI គំនិតផ្ដួចផ្ដើមសន្តិសុខសកល GSI និងគំនិតផ្ដួចផ្ដើមអរិយសកល GZI និងបានកត់សរសើរចំពោះការបដិញ្ញាចិត្តរបស់ចិនក្នុងការអនុវត្តតំបន់បើកចំហលើកកម្ពស់មជ្ឈភាពអាស៊ាននិងខិតខំប្រឹងប្រែងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ានចិនការកសាងសហគមន៍វាសនារួមអាស៊ានចិននិងសហគមន៍វាសនារួមនៃសន្តិភាពវិបុលភាពក្នុងបណ្ដាប្រទេសមេគង្គឡានឆាងប្រទេសទាំងពីរបានអបអរសាទរចំពោះលទ្ធផលផ្លែផ្កាជាដំណើរទស្សនកិច្ចដ៏សំខាន់របស់អាយដាមស៊ីជីនពីងដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន37ដោយគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកលការអប់រំការអភិវឌ្ឍធនធានមនុស្សកសិកម្មឧស្សាហកម្មខ្សែច្រវាក់ផ្គត់ផ្គង់ជំនួយអភិវឌ្ឍពន្ធគយចាត់តល័យស័កសកាបាលទេសចរនិងប្រព័ន្ធផ្សព្វផ្សាយជំនួយឯកសារនេះមិនរាប់បញ្ចូលរវាងឯកសាររដ្ឋនិងឯកជនព្រមទាំងរវាងធុរកិច្ចនិងធុរកិច្ចមួយចំនួនដែលបានចុះហត្ថលេខាលើគម្រោងធំៗរួមមានគម្រោងគ្រប់គ្រងធនធានទឹកនិងចម្រោះហ្វូណារីជូការកសាងរោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុងនិងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកលទ្ធផលនៃដំណើរទស្សនកិច្ចនេះសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាជាតិចិនស្តីពីការកសាងវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីនិងការអនុវត្តគំនិតផ្ដួចផ្ដើមជាសកលទាំង3នឹងត្រូវចេញផ្សាយនៅចុងបញ្ចប់នៃទស្សនកិច្ចនៅថ្ងៃប្រហោះ5ខែចែកឆ្នាំសាញ់ស័ព្ទស័កពុរសករាជ2568រាជធានីភ្នំពេញថ្ងៃទី17មេសាឆ្នាំ2025បាទទាំងអស់នេះគឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អាយដាមស៊ីជីពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាជាតិចិនអ្វីដែលយើងក៏សម្គាល់នោះគឺប្រធានាធិបតីស៊ីជីពីងបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន37ដោយក្រុមដល់ទៅលើវិស័យច្រើនបាទសូមអរគុណច្រើន